សូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូទី2នៅក្នុងផ្នែកទី2ការជំរុញលើកទឹកចិត្តបាទសង្ឃឹមថាវីដេអូនេះគឺនឹងជួយបងប្អូនមួយផ្នែកទៀតនៅពេលដែលយើងយល់ពីកត្តាជំរុញលើកទឹកចិត្តដែលត្រឹមត្រូវវានឹងជួយកាត់បន្ថយភាពតានតឹងក្នុងចិត្តរបស់យើងហើយជួយមិនទៅតោះឥឡូវយើងត្រៀមទាំងអស់គ្នាហើយផ្លេចជំរាបសួរបងប្អូនរឿងមួយតាមដានរាល់វីដេអូហ្នឹងមាន notebook នៅចិត្តខ្លួននេះមានសៀវភៅនៅចិត្តខ្លួននេះដើម្បីកត់ត្រាចំណុចណាមួយដែលវាត្រូវទៅនឹងស្ថានភាពជីវិតរបស់យើងគ្រួសាររបស់យើងការងាររបស់យើងឬក៏មុខរបររបស់យើងឬក៏ការអប់រំកូនអញ្ចឹងយើងកត់វាដើម្បីយកវាជាប្រយោជន៍បាទពួកពេលខ្លះក្នុងមួយคลิปខ្ញុំលើក 4-5 ចំណុចមិនប្រកាសថាទាំង5ចំណុចហ្នឹងគឺសុទ្ធតែត្រូវទាំងអស់ទេក្នុងស្ថានភាពរបស់យើងណាអញ្ចឹងបើសិនជាបងប្អូនមាន notebook អាហ្នឹងអាចកត់ត្រាចំណុចណាដែលយើងយល់ថាល្អសំខាន់អាចអនុវត្តបានហើយជាប្រយោជន៍អាហ្នឹងគឺបងប្អូនអាចចម្រាញ់ឥឡូវនៅក្នុងវីដេអូនេះយើងនិយាយអំពីកត្តាជំរុញលើកទឹកចិត្តពីវីដេអូទី1គឺខ្ញុំបានជម្រាបជូនហើយថាកត្តាជំរុញលើកទឹកចិត្តគឺយើងចែកចេញជា2គឺកត្តាខាងក្នុងនិងកត្តាខាងក្រៅអញ្ចឹងបងប្អូនអាចដាក់ជាសំណួរសិនដើម្បីឲ្យយើងចាប់យកខ្លឹមសារចាប់យកអត្ថន័យនៅក្នុងវីដេអូនេះដាក់ជាសំណួរសិនថាតើក្នុងខ្លួនខ្ញុំរាល់ថ្ងៃហ្នឹងនៅត្រូវការជំរុញលើកទឹកចិត្តទៀតដែរឬទេមាននៅទេបងប្អូនបាទហើយមានថ្ងៃខ្លះមានខែខ្លះខ្ញុំហាក់ដូចជាមានកម្លាំងក្នុងការធ្វើសកម្មភាពតែក៏មានម៉ោងខ្លះមានថ្ងៃខ្លះឬក៏មានអាទិត្យខ្លះហាក់ដូចជាធម៌ពលយើងនឹងចុះខ្សោយហាក់ដូចជាមានអារម្មណ៍ថាលែងចង់ធ្វើអីអុយមិនទៅបានលែងចង់ធ្វើអីហើយទៅជាមួម៉ៅទៅជាក្តៅកាហាយទៅជាធុញថប់ថាជីវិតលែងមានន័យប្រឹងអីទៀតទេទោះបីជាប្រឹងទៀតក៏គ្មានប្រយោជន៍ទេដែរអញ្ចឹងហាក់ដូចជាបណ្ដោយខ្លួននឹងលែងទៅធ្វើអីហើយក៏ចាប់ផ្ដើមនិយាយចាប់ផ្ដើមគេហៅថា self talk និយាយប្រាប់ខ្លួនឯងថាទោះបីជាប្រឹងតទៅទៀតក៏គ្មានន័យដែរបាទពេលបានប្រយោជន៍គឺប្រយោជន៍សម្រាប់ទាំងអស់គ្នាដល់ពេលត្រូវមាត់ត្រូវស្ដីបន្ទោសគឺបន្ទោសតែម្នាក់ឯងអញ្ចឹងកន្លែងនេះយើងជជែកគ្នានៅក្នុងវីដេអូទី2បាទអញ្ចឹងឥឡូវយើងសួរខ្លួនឯងថាតើរាល់ថ្ងៃហ្នឹងបងប្អូនតើយើងនៅត្រូវការជំរុញលើកទឹកចិត្តទៀតដែរឬទេមានត្រូវការទៀតទេបងប្អូនហ្នឹងសំណួរទី1សំណួរទី2តើកត្តាជំរុញលើកទឹកចិត្តខាងក្នុងហ្នឹងមានស្អីខ្លះហើយខាងក្រៅហ្នឹងមានស្អីខ្លះបាទយើងដាក់ជាសំណួរយើងចោទជាសំណួរសិនហើយកត្តាជំរុញលើកទឹកចិត្តខាងក្នុងនិងកត្តាជំរុញលើកទឹកចិត្តខាងក្រៅហ្នឹងតើវាមានប្រយោជន៍ស្អីខ្លះសម្រាប់ខ្ញុំហើយវាជួយខ្ញុំឲ្យកាន់តែមានធម៌ពលទៀតរបៀបម៉េចវាជួយខ្ញុំឲ្យកាន់តែមានធម៌ពលទៀតរបៀបម៉េចអញ្ចឹងបើបងប្អូនសួរសំណួរដ៏ល្អហ្នឹងហើយតើបងប្អូនមានចម្លើយខ្លួនឯងដែរឬទេអាចស្កប់វីដេអូនឹងតិចសិនហើយបងប្អូនទៅសេលើក្រដាស់លើសភៅក៏បានបងប្អូនសរសេរដាក់នៅក្នុង comment ក៏បានដែរទស្សនាបណ្ដើបងប្អូនគិតសរសេរបណ្ដើពេលដែលយើងសរសេរណា
đầm bây dương bờ si rồi viên ở vây để chia khăm xa lực u này dây tới chạy đầm lệ tới hãy nâng ca kết bao dương bờ si sự than ở phía bao dương đó hãy đại trôn ở trong comment ban bây giờ trả nè thì mỗi cả kết bao dương cứ si khné là bây giờ dương riêng sọp khné cho môi khné tới thì bí dương ai pop up cầm nít bên này tha pop nơi cầm nít na môi lõ ta xây trôn ở trong comment túc trên lúc sao và đi bao dương hãy ở vậy để dương ta xây chạy những ai chia thom mà tiền chia ca chay đồng lệ nơi cầm nít nơi chụp ball rồi còn chịu bắt bị sao nó chun bom ôn dương chia sẻ cam được trong vẹn đang được tây tiền bà ở lấy dương để dây pi cái ta chụp rồi lực tật trận sầm rạp khiom á chia bắt bị sao nơi pi để xong jul pi cái ta chụp rồi lực tật trận tèng pi này càng không này này càng cài nữa cứ phơi ở trong miền phiếp mà cha ca lừa luôn này chán hãy phơi ở trong miền lùm nâng phơi chặt bọc trong cứ vì mình nghi không ca chọ hay con mình nghi clean clone này bố đời xa dương dùl đôi mình nuôi chẳng là pe khác dương ọt squall kê ba dương khai nơi pe để dương squall kê ba dương bái chỉ snap snap cho mỗi kia từ mình năng đời xa dương squall hay nâng mình squall chẳng cả ta chùm rinh lực tất chất được nè lấy bằng bốn xa chlo phải chăng luôn dưỡng tích thà tới cả ta chùm rinh lực tất chất khẳng cài nó sẽ kì hay cả ta chùm rinh lực tất chất khẳng nông nó sẽ kì bằng bốn ai phải tranh cầm nít cho bảo bọc luôn anh khá thế cũng khoa với rương khó rương cả trời dương riêng này bắt là na lõ dương dầu lấy xong chun rương đi tiền mùi chun chỉ sai rương mùi tại vòng bộ ngọc nè rương nít xong đọ xong trên vì Marian Operasi nơi bây được xong này JPK chùm rung lực特chất chỉ tu tới xong sẽ lạnh rương nâng trên kì bà hay bà sân chỉ bóng bộ dương club sắc xa về Operasi chỉ mùi khiêm cái đây chỉ mùi là crew Christopher Lee cái đấy rồi coi chỉ mùi nâng crew bản đồ mà đa rồi bao HDC on trả chết bóng vốn ai lưu rương nâng đôi cái này bà hai chỉ bóng vốn dương phía trán mình toàn bàn sắc xa Operasi chẳng chỉ là cả nâng cứ dương riêng bàn thằng phí thì mỗi cứ rương này trong lương lang này trong ca chùm rung lực thực chất này hai tỷ phí bóng vốn ai đăng mà chốt này trong Operasi để mà chốt tui bà rương nâng kia đầm na hẳn chè miền bờ ro chấm na mà nè nâng con vây chấm na tới con miền mục chấm nuôi miền ấy chả hay con bờ rom vì na cột côn sấy con mà nè để pin ru pin riêng pin cầm mông hái hay con miền bầm non thá nâng ró cu sờ co hỏi côn cầm mông nắng hái còi bị riệp cá trong hỏi côn cầm mông côn bờ xa con nắngคือbần to mơ thai mục rồi bo mục chấm nuôi bà con chẳng tới chẳng đòi miền bầm non chẳng nè ngày mỗi con còn chơi cầm lọ đài cái hai tha từ tu ban cả chơi vì cầm cruza nó có mà châu rùm không bị thi chụp liền mũi nơi ngày khuôn cầm nát bà con sợi đằng tiền bà về mà đo phím từ tu là ha từ tu pay giờ chạy từ tu là ấy chẳng tới nàoสบายtừ tu tiên là ha pay là nghe pay giờ chạy ấy สบายmà sầm ron hơi số luôn chẳng tới bữa đó chấm nát nắng con có bán tiên có ba microphone lớn hai con này dây thả xôm khmui tầng ó ngắt hai chắp vào rом nâng ông miền bờ sản tịch và trong pe nâng kê cỏ bông tại nhâm của bông ấy nâng kê sầm ra sầm rùa để giao bọt cái sẽ đạp ông nâng từ đạp pe sẽ đạp ông thà khmui tầng ó này bà con chỉ ngỏ lấy thà hai đấy ban chế ông chơi khmui tầng ó mà châu rùm được trong cam bị thi được trong rì tray ní bà rì tray ní tì mũi cứ chỉ ngay khu cầm nát côn sấy rồi bỏ ống bà về nắng kê cò tè đầy ở bỏ xả tốt côn sấy nó có đa màu bà
ហើយគាត់ក៏បន្តទៀតថាគោលបំណងទី2ដែលជាគោលបំណងធំគឺអ៊ំអញ្ជើញក្មួយទាំងអស់មកចូលរួមនៅក្នុងពិធីនេះគឺដើម្បីជ្រើសរើសក្មួយម្នាក់ក្នុងចំណោមក្មួយទាំងអស់ហ្នឹងមកធ្វើជាកូនប្រសាររបស់អ៊ំបាទហើយពេលហ្នឹងកំឡោះទាំងអស់ហ្នឹងគឺថាសម្លឹងមើលទៅកូនកំមុំហ្នឹងគឺថាស្អាតផងអីផងទៅក៏ទឹកចិត្តហ្នឹងគឺកាន់តែចាប់អារម្មណ៍ទៀតណាបាទអញ្ចឹងអ៊ំក៏មានប្រសាសន៍ទៀតថាបើសិនជាក្មួយណាមានសំណាងត្រូវបានជ្រើសរើសមកធ្វើជាកូនប្រសាររបស់អ៊ំរៀបការរួចអ៊ំនឹងជូនមុខជំនួញណាមួយក៏បានដែរឲ្យតែពេញចិត្តបាទអ៊ំមានរថយន្តដឹកទំនិញមានព្រៃសម្បទានរាប់រយហិកតាបាទមានរថយន្តដឹកទំនិញមានសន្តាគារមានអីចឹងទៅអញ្ចឹងកូនប្រសារអាចជ្រើសរើសយកមុខជំនួញមួយណាក៏បានដែរជាចំណងដៃបាទក៏ប៉ុន្តែដើម្បីអាចរើសបានអ៊ំត្រូវធ្វើការប្រកួតប្រជែងបាទត្រូវធ្វើការប្រកួតប្រជែងពេលហ្នឹងគាត់ថានៅខាងឆ្វេងដៃនេះគឺមានអាងហែលទឹកមួយដ៏ធំបាទពេលហ្នឹងកំឡោះទាំងអស់ហ្នឹងក៏ឃើញដែរបាទនៅពេលដែលនិយាយបណ្ដាក៏ដើរទៅជិតនឹងបណ្ដាបាទហើយគាត់ថាបើសិនជាក្មួយណាអាចហែលទឹកបានលឿនជាងគេក្មួយនោះនឹងត្រូវបានជ្រើសរើសមកធ្វើជាកូនប្រសារអ៊ំហ្នឹងបាទពេលហ្នឹងអ៊ំកំពុងតែជជែកកំពុងតែនិយាយទៅកាន់ក្មួយទាំងអស់ហ្នឹងស្រាប់តែនៅគៀកហ្នឹងបាទគៀកមាត់អាងទឹកហ្នឹងស្រាប់តែមានកំឡោះម្នាក់គលុតព្រុងទៅហ្មងបាទទោះបីជាអ៊ំមិនទាន់និយាយចប់ក៏ដោយនៅក្នុងអាងហែលទឹកនឹងមានក្រពើបាទស្រាប់តែលុតព្រុងបាទក្រពើមកហ្មងបាទពេលហ្នឹងកំឡោះម្នាក់ហ្នឹងគាត់ហែលលឿនមែនតើបាទពេលដែលទៅដល់ច្រាំងគាត់ទាញអាប្រកាន់ដៃហ្នឹងគាត់ហក់ឡើងអាលាក់ខ្លួនបន្តិចចឹងទៅពេលហ្នឹងអ៊ំគាត់ឃើញចឹងគាត់សប្បាយចិត្តណាបាទគាត់ក៏កាន់មីក្រូហ្វូនអត់ខ្សែហ្នឹងគាត់ទៅកន្លែងហ្នឹងតែម្ដងទៅដល់គាត់ក៏យកដៃរបស់គាត់ទះស្មាពីលើកំឡោះហ្នឹងទាំងទឹកទៅជោកហ្នឹងគាត់ក៏បាននិយាយថាអបអសាទរកូនប្រសាប៉ាឥឡូវកូនឯងត្រូវបានជ្រើសរើសធ្វើជាកូនប្រសាប៉ាហើយនៅថ្ងៃអាពាហ៍ពិពាហ៍កូនឯងនឹងបានចំណងដៃឥឡូវកូនឯងប្រាប់ប៉ាមកថាតើកូនឯងចង់បានអីកូនឯងចង់បានព្រៃសម្បទានរាប់ពាន់ហិកតារបស់ប៉ាទេកំឡោះហ្នឹងគាត់ឆ្លើយថាខ្ញុំអត់ត្រូវការទេអ៊ំហ្នឹងអ៊ំគ្រាន់តែលឺហើយគាត់សប្បាយចិត្តគាត់ថាអូកូនឯងប្រកាសជាសម្រេចចិត្តជ្រើសរើសត្រូវហ៎បាទប្រហែលជាកូនឯងចង់បានរថយន្តដឹកទំនិញរបស់ប៉ាតាមមើលបាទពេលហ្នឹងកំឡោះហ្នឹងគាត់ថាអាហ្នឹងក៏ខ្ញុំអត់ត្រូវការដែរទៀតពេលហ្នឹងអ៊ំគាត់គិតថាមួយយ៉ាងដែរអញ្ចឹងមានតែកូនឯងចង់បានអូតែលបាទមាននៅភ្នំពេញផងនៅកំពង់សោមផងនៅសៀមរាបផងណាពេលដែលរដ្ឋាភិបាលជំរុញភ្ញៀវទេសចរចូលកាន់តែច្រើនអូតែលហ្នឹងគឺរកលុយបានកាន់តែច្រើនអាហ្នឹងវិស័យឧស្សាហកម្មឥតផ្សែងបាទអញ្ចឹងកូនឯងប្រកាសជាចង់បានអាហ្នឹងណាពេលហ្នឹងកំឡោះហ្នឹងគាត់ក៏ឆ្លើយទៅកាន់អ៊ំវិញថាអត់ទេអ៊ំខ្ញុំអត់ត្រូវការហ្នឹងទេបាទពេលហ្នឹងអ៊ំគាត់ហាក់ដូចជាមានអារម្មណ៍ថាអត់សូវស្រួលចិត្តបន្តិចគាត់ថាព្រៃសម្បទានក៏អត់ចង់បានរថយន្តដឹកទំនិញក៏អត់ចង់បានអូតែលក៏អត់ចង់បានតើអ្នកឯងចង់បានស្អីពេលហ្នឹងកំឡោះហ្នឹងគាត់ក៏ឆ្លើយមកវិញថាខ្ញុំគ្រាន់តែចង់ដឹងថាអាណារុញខ្ញុំទម្លាក់ទឹកមិញបាទអញ្ចឹងបងប្អូនស្ដាប់រឿងនេះសួរតើកំឡោះហ្នឹងនៅពេលដែលគាត់ធ្លាក់ទៅក្នុងទឹកក្នុងចិត្តគាត់ពេលហ្នឹងតើគាត់ពិតជាសម្លឹងឃើញកូនកំមុំរបស់តាឬក៏គាត់ខ្លាចកពើតបាក់បងប្អូនសាកគិតមើលបាទហើយបាទឥឡូវបងប្អូនខ្លះអាចអស់សំណើច
អាចស្កប់វីដេអូនឹងតិចសិនសោយតិចសិនក៏បានដែរអីទេបាទហើយគិតបដាគិតថាកត្តាជំរុញលើកទឹកចិត្តរបស់កំឡោះនឹងនៅពេលហ្នឹងតើកត្តាជំរុញលើកទឹកចិត្តគាត់ឲ្យប្រឹងហែលទឹកយ៉ាងលឿនហ្នឹងដោយសារតែចង់រៀបការជាមួយកូនកំមុំរបស់អ៊ំឬក៏គាត់ប្រឹងហែលទឹកយ៉ាងលឿនដោយសារគាត់ខ្លាចកពើកបាក់តបាក់បងប្អូនសាកគិតមើលតើគាត់មួយណានៅក្នុងស្ថានភាពហ្នឹងអញ្ចឹងប្រហែលជាបងប្អូនយើងបើសិនជាបងប្អូនយើងឆ្លើយថាកំឡោះហ្នឹងប្រឹងហែលទឹកយ៉ាងលឿនហ្នឹងពេលហ្នឹងមិនមែនដោយសារចង់រៀបការជាមួយកូនកំមុំអ៊ំទេគាត់ប្រឹងហែលទឹកយ៉ាងលឿនដោយសារតែចង់ឲ្យផុតពីមាត់កពើកុំឲ្យគាត់ស្លាប់ឬក៏បងប្អូនមានចម្លើយអីបាទមកជួយទៅសេដាក់នៅក្នុង comment ឲ្យគូមើលវិញផងបាទហើយយើងងាកមកកត្តាជំរុញលើកទឹកចិត្តមនុស្សយើងម្នាក់យើងមានការជំរុញលើកទឹកចិត្តដោយសារកត្តា2យ៉ាងទី1គឺដោយសារកត្តាខាងក្នុងហើយទី2ដោយសារកត្តាខាងក្រៅអញ្ចឹងមនុស្សយើងម្នាក់សរុបរួមជាធំមកបាទយើងមានកត្តាជំរុញលើកទឹកចិត្ត2យ៉ាងហ្នឹងគឺកត្តាខាងក្នុងនិងកត្តាខាងក្រៅចុះកត្តាខាងក្នុងហ្នឹងយ៉ាងម៉េចបាទអញ្ចឹងក្រោយពីស្ដាប់រឿងកំឡោះធ្លាក់ទៅក្នុងអាងកពើនេះគាត់ប្រឹងហែលទឹកយ៉ាងលឿននៅពេលហ្នឹងគឺដើម្បីចង់ឲ្យផុតពីមាត់កពើខ្លាចកពើតបាក់នោះអញ្ចឹងគាត់ប្រឹងហែលទឹកយ៉ាងលឿនដោយសារកត្តាកពើបាទដោយសារកត្តាកពើគឺដោយសារកត្តាខាងក្រៅកត្តាខាងក្រៅនេះជាអ្នកដាក់សម្ពាធឲ្យបុគ្គលហ្នឹងបើគាត់ហែលមិនលឿនគឺគាត់នឹងស្លាប់មែនទេបងប្អូនប៉ុន្តែគាត់ប្រឹងហែលលឿនហ្នឹងដោយសារគាត់ចង់រស់ដែរមែនទេគាត់ហែលលឿនហ្នឹងដោយសារគាត់ចង់រស់ដែរអញ្ចឹងអាចង់រស់ពេលហ្នឹងឲ្យវាមកពីកត្តាខាងក្រៅឬក៏មកពីកត្តាខាងក្នុងពិចារណាបងប្អូនបាទអញ្ចឹងហើយការយល់ឃើញអាហ្នឹងឲ្យត្រូវវាជួយកាត់បន្ថយភាពតានតឹងនៅក្នុងចិត្តរបស់យើងក៏ច្រើនដែរឥឡូវខ្ញុំលើកជាឧទាហរណ៍ដើម្បីងាយក្នុងការពន្យល់ក្នុងការបកស្រាយទៀតឥឡូវនិយាយពីរឿងកូនទៅមុនបងប្អូនអាចនិយាយពីរឿងផ្សេងបានច្រើនឥឡូវយើងនិយាយពីកូនមុនអ្នកដែលមានកូនពេលខ្លះយើងឃើញកូនយើងគាត់ប្រឹងរៀនណាមែនទេមែនអត់ហើយក៏ពេលខ្លះឃើញកូនហ្នឹងក៏អត់សូវប្រឹងរៀនដែរពេលខ្លះយើងមានកូនតែម្នាក់អ្នកដែលមានកូនតែម្នាក់បាទពេលខ្លះគាត់អត់មានអីសម្រាប់ធ្វើការប្រៀបធៀបនៅក្នុងកូនក្នុងគ្រួសារគាត់កូនគាត់ព្រោះគាត់មានកូនតែមួយតែបើមានកូន4ដូចខ្ញុំដឹងថាកូនខ្ញុំទី1ទី2ទី3ទី4ហ្នឹងគាត់ខុសប្លែកគ្នាយ៉ាងម៉េចបាទកូនមកប្រភេទកូនប្រភេទទី1យើងឃើញគាត់ទៅរៀនតាន់ម៉ោងឃើញគាត់ប្រឹងរៀនប្រឹងធ្វើលំហាត់សកម្មភាពរៀនល្អដែរប៉ុន្តែសួរថាម៉េចបានឃើញខ្លួនឯងប្រឹងរៀនខំរៀនហើយរៀបចំខ្លួនទៅរៀនតាន់ម៉ោងតាន់ពេលវេលាបានល្អគាត់ឆ្លើយថាមិនឲ្យខ្ញុំប្រឹងរៀនម៉េចបើប៉ាម៉ាក់ខ្ញុំជេររាល់ថ្ងៃឬក៏ស្ដីឲ្យរាល់ថ្ងៃបើខ្ញុំមិនធ្វើតាមគាត់អត់សុបាយចិត្តគាត់ខឹងនឹងខ្ញុំហើយគាត់វាយខ្ញុំទៀតអញ្ចឹងខ្ញុំត្រូវតែប្រឹងរៀនដើម្បីគេចពីបំពាត់ខ្ញុំត្រូវតែប្រឹងរៀនដើម្បីគេចពីគាត់ស្ដីឲ្យអញ្ចឹងបងប្អូនមើលកូនទី1ហ្នឹងក្រុមទី1ហ្នឹងតើកូនហ្នឹងប្រឹងរៀនដោយសារកត្តាជំរុញលើកទឹកចិត្តពីខាងក្នុងឬក៏ការជំរុញលើកទឹកចិត្តពីខាងក្រៅមួយណាបងប្អូនខាងក្នុងឬក៏ខាងក្រៅ
ខាងណាខាងក្រៅមែនទេបាទបើខាងក្រៅជួយទៅសេដាក់ថាក្រៅហើយបើអាចជួយបញ្យល់ខ្ញុំបន្តិចផងជួយឲ្យហេតុផលបន្តិចផងថាហេតុអីបានអានឹងជាកតាហេតុអីបានកតាខាងក្រៅបាទអានឹងមួយមានកូនមួយក្រុមទៀតយើងឃើញគាត់ខិតខំប្រឹងប្រែងរៀនសូត្រគាត់ធ្វើលំហាត់មើលកាលវិភាគអានសភៅរៀបចំខ្លួនស្លៀកពាក់បានល្អទៅរៀនតាន់ម៉ោងដែរហើយយើងឃើញសកម្មភាពហ្នឹងគឺជាប្រចាំហ្មងអញ្ចឹងយើងក៏ទៅសួរទៅសម្ភាសកូនក្រុមទី2នេះថាតើហេតុអីបានកូនឯងខំប្រឹងរៀនគាត់ឆ្លើយមកវិញថាខ្ញុំខំប្រឹងរៀនពីព្រោះខ្ញុំយល់ថាការអប់រំគឺសំខាន់សម្រាប់អនាគតរបស់ខ្ញុំមាន idol របស់ខ្ញុំនៅពេលដែលគេមានចំណេះដឹងខ្ពស់នៅក្នុងខ្លួនគេមានសិលធម៌រស់នៅល្អគេคล้ายទៅជាមនុស្សដែលមានកិត្តិយសរស់នៅក្នុងសេចក្តីថ្លៃថ្នូរខ្ញុំនៅក្មេងជាកុមារាកុមារីខ្ញុំចង់មានជីវិតដូចពួកគាត់ដែរខ្ញុំទៅរៀនពីព្រោះខ្ញុំយល់ថាការសិក្សាសំខាន់សម្រាប់អនាគតរបស់ខ្ញុំម្យ៉ាងវិញទៀតខ្ញុំខំប្រឹងរៀនធ្វើជាសិស្សល្អជាកូនល្អដើម្បីតបស្នងសងគុណទៅនឹងការខិតខំប្រឹងប្រែងរបស់ប៉ាម៉ាក់ខ្ញុំដែលលោកទាំងពីរគឺគាត់ខំប្រឹងប្រែងរកលុយដោយមិនគិតពីការនឿយហត់ដើម្បីយកលុយឲ្យខ្ញុំទៅរៀនអញ្ចឹងខ្ញុំប្រឹងរៀនដើម្បីតបស្នងក្តីស្រឡាញ់ចំពោះពុកម្ដាយខ្ញុំបងប្អូនកលេចមើលកូនទាំងពីរក្រុមហ្នឹងក្រុមទី2តើកត្តាជំរុញលើកទឹកចិត្តរបស់គាត់គឺពីខាងក្រៅឬក៏ពីខាងក្នុងមែនទេបាទបើខាងក្នុងត្រូវហើយតើហេតុអីបាទហេតុអីចឹងឥឡូវនេះយើងឃើញកត្តាជំរុញលើកទឹកចិត្តពីរខុសគ្នាឥឡូវយើងជីកឲ្យជ្រៅជាងនឹងតិចទៀតខ្ញុំនឹងនិយាយដល់គ្រួសារប្តីប្រពន្ធហើយខ្ញុំនឹងនិយាយដល់ការងារទៅដល់មុខរបរជាដើមប៉ុន្តែឥឡូវយើងចេញពីកូនទៅមុនខ្ញុំជឿថាបងប្អូនទាំងអស់គ្នាបើមិនមានកូនក៏មានប្អូនដែរអញ្ចឹងជាប្រយោជន៍បាទយើងមើលកូនក្រុមទី1គាត់ទៅរៀនដោយសារឪពុកម្ដាយរបស់គាត់ស្ដីឲ្យឬក៏ដោយសារសម្ពាធពីខាងក្រៅបុគ្គលក្រុមទី1នេះណាបងប្អូននៅពេលដែលលែងមានសម្ពាធពីខាងក្រៅក៏មិនប្រកាសថាគឺគាត់ខំប្រឹងរៀនដែរអាចចឹងទេអាចអត់បងប្អូនឥឡូវយើងទៅមើលក្មេងក្រុមទី2ទៀតក្មេងក្រុមទី2ដែលគាត់មានការជំរុញលើកទឹកចិត្តពីខាងក្នុងទោះបីជាមានឪពុកម្ដាយគាត់និយាយណែនាំក៏គាត់នៅតែធ្វើល្អពីព្រោះគាត់ខិតខំប្រឹងប្រែងរៀនសូត្រដោយកើតចេញពីការយល់ឃើញត្រូវទៅលើការសិក្សាការអប់រំការរៀនសូត្រដើម្បីអនាគតរបស់គាត់នៅពេលដែលលែងមានពេលដែលអត់មានកត្តាខាងក្រៅទៅណែនាំគាត់ក៏គាត់នៅតែដើរលើមាគ៌ាដែលត្រឹមត្រូវដែរពីព្រោះអានឹងជាការយល់ឃើញត្រូវរបស់គាត់មែនទេបងប្អូនมันខុសពីអ្នកជិះម៉ូតូទេគាត់ជិះម៉ូតូគោរពច្បាប់ចរាចរណ៍គាត់ពាក់មួកសុវត្ថិភាពដោយសារគាត់យល់ថាអានឹងគឺវាជារឿងត្រឹមត្រូវសម្រាប់គាត់ជាពលរដ្ឋថ្លៃថ្នូរគាត់គិតពីសុវត្ថិភាពគាត់គោរពច្បាប់ចរាចរណ៍គាត់ពាក់មួកសុវត្ថិភាពគឺដើម្បីខ្លួនគាត់មែនទេបងប្អូនមែនតលតែទៅដល់ឃើញប៉ូលីសចរាចរណ៍នៅមុខបានទាញមួកពីទូកម៉ូតូយកមកពាក់ទេបាទអញ្ចឹងឯងបងប្អូនឬក៏អ្នកដែលគាត់អត់គោរពច្បាប់ចរាចរណ៍មែនគាត់អត់គិតថាជីវិតគាត់សំខាន់ទេហើយច្បាប់ចរាចរណ៍សំខាន់ទេប៉ុន្តែក្រុមគាត់គឺទាល់តែមានសម្ពាធពីខាងក្រៅខ្លាំងអានឹងបានគាត់ធ្វើរឿងដែលត្រឹមត្រូវតែមនុស្សដែលមានការជំរុញលើកទឹកចិត្តពីខាងក្នុងត្រូវគាត់ធ្វើរឿងដែលត្រឹមត្រូវដោយសារគាត់យល់ថាអានឹងជារឿងត្រឹមត្រូវដែលត្រូវធ្វើបងប្អូនឃើញផ្នត់គំនិតពីរខុសគ្នាយើងឃើញទេបាទអញ្ចឹងបងប្អូនឆ្លោះខ្លួនយើងបន្តិចសម្រាកបន្តិច
តិចទៀតអាចស្កប់វីដេអូនឹងតិចហើយយើងសួរខ្លួនយើងភាគច្រើនការរស់របស់យើងសពថ្ងៃយើងរស់មានធម៌ពលធ្វើសកម្មភាពដែលត្រឹមត្រូវដោយសារតែយើងយល់ឃើញត្រូវមានកត្តាជំរុញលើកទឹកចិត្តត្រឹមត្រូវពីខាងក្នុងដោយខ្លួនឯងឬក៏យើងចាំតតែមានសម្ពាធពីខាងក្រៅមួយណាច្រើនជាងបងប្អូនអាចជ្រើសរើសឆ្លើយទាំងពីរបានប៉ុន្តែបើអាចមួយណាច្រើនជាងខាងក្រៅច្រើនជាងឬខាងក្នុងច្រើនជាងមួយណាបាទអញ្ចឹងបងប្អូនត្រេះរិះពិចារណាខ្លួនឯងតិចទៅព្រោះកាលណាដែលយើងមានការយល់ឃើញត្រូវគិតត្រូវធ្វើឲ្យយើងមិនរំពឹងខុសអញ្ចឹងអាចិត្តរបស់យើងដែលមិនរំពឹងខុសហ្នឹងក៏វាបធូរភាពតានតឹងរបស់យើងហ្នឹងក៏ច្រើនដែរបាទអញ្ចឹងនៅក្នុងចំណុចនេះខ្ញុំអាចឲ្យបងប្អូនអាចស្កប់វីដេអូនឹងតិចហើយធ្វើ reflection ធ្វើការឆ្លុះបញ្ចាំងខ្លួនយើងបន្តិចមុននឹងយើងទៅមួយទៀតក្រោយពីបងប្អូនធ្វើ reflection ហើយឥឡូវខ្ញុំលើកឧទាហរណ៍ភ្ជាប់មួយនៅពេលខ្លះជីវិតយើងជាបុគ្គលឥឡូវឧទាហរណ៍ថាកូននឹងជាខ្ញុំទៅចោះបាទអញ្ចឹងខ្ញុំធ្លាប់រស់នៅក្នុងជីវិតមួយដែលឪពុកម្ដាយជីវភាពគាត់អត់ធូរធារទេហើយក៏ប្រហែលជាបងប្អូនយើងមួយចំនួនស្ថិតនៅក្នុងស្ថានភាពនឹងដូចខ្ញុំដែរអាចចឹងទេពេលខ្លះយើងមិនអាចទៅហាមចិត្តអ្នកដទៃមិនឲ្យគិតអវិជ្ជមានពីយើងឬក៏គ្រួសារយើងទេយើងអត់អាចទៅហាមទេអញ្ចឹងកត្តាខាងក្រៅនេះកន្លែងនេះគឺយើងអត់អាចទៅហាមចិត្តអ្នកដទៃមិនឲ្យគិតអវិជ្ជមានមិនឲ្យគិតអាក្រក់ឬក៏មិនឲ្យនិន្ទាមិនឲ្យឈ្នានីសលើយើងក៏អត់ដែរកន្លែងនេះនៅពេលដែលខ្ញុំយល់ឃើញអញ្ចឹងសួរថាជាមនុស្សស្ថិតនៅក្នុងស្ថានភាពអញ្ចឹងភ្លាមសួរតែយើងអាចខឹងអត់ចម្លើយគឺប្រកាសជាអាចខឹងមែនទេបងប្អូនក៏ប៉ុន្តែកន្លែងនេះខ្ញុំចែករំលែកបងប្អូនមួយដោយសារអ្វីដែលខ្ញុំមាននៅក្នុងខ្លួនរបស់ខ្ញុំបានមកពីលោកគ្រូអ្នកគ្រូបានមកពីលោកតាគណៈកម្មការអាចារ្យវត្តកាលនោះហើយខ្ញុំក៏ទទួលអតិពលពីមនុស្សល្អៗដែលគាត់គិតវិជ្ជមានចំពោះខ្ញុំដែរថាយើងមិនអាចទៅហាមចិត្តអ្នកដទៃមិនឲ្យគិតយ៉ាងនេះយ៉ាងនោះចំពោះយើងទេជាពិសេសគឺរឿងចំណែនឈ្នានីសនិន្ទាឬក៏ការដែលគេនិយាយអាក្រក់ពីយើងធ្វើឲ្យយើងឈឺចាប់ក៏ប៉ុន្តែយើងត្រូវចេះប្រែក្លាយការឈឺចាប់ឲ្យទៅជាធម៌ពលប្រែក្លាយការឈឺចាប់ឲ្យទៅជាកម្លាំងតស៊ូកម្លាំងអត់ធ្មត់ដើម្បីអនាគតដែលយើងចង់បានអញ្ចឹងធ្វើម៉េចកន្លែងនេះខ្ញុំផ្ដល់ជាបទពិសោធន៍ជាក់ស្ដែងសម្រាប់ខ្ញុំគឺដោយសារក្តីស្រឡាញ់របស់ខ្ញុំក្តីសម័យរបស់ខ្ញុំចង់រស់នៅក្នុងជីវិតមួយដែលមានជីវភាពធូរធារហើយយកស្អីទៅធ្វើឲ្យធូរធារក្នុងខណៈពេលដែលគ្រួសារយើងទាំងមូលអត់ធូរធារនេះយកស្អីទៅធ្វើឲ្យធូរធារបើយកតែកម្លាំងទៅធ្វើការគឺបានលុយតិចអាចទៅធ្វើជាកម្មករទៅធ្វើជាពលករនៅលើទូកនេសាទថៃនៅពេលនោះអញ្ចឹងមានតែមួយមុខគត់គឺចំណេះដឹងយកស្អីទៅធ្វើឲ្យជីវភាពធូរធារគឺយកចំណេះដឹងអញ្ចឹងខ្ញុំក៏ចាប់យកការសិក្សារៀនសូត្រការអប់រំគឺជាផ្លូវមកអាហ្នឹងគឺផ្លូវធំមកអមដោយសុជីវធម៌អមដោយសិលធម៌រស់នៅឧស្សាហ៍ព្យាយាមធ្វើឲ្យអ្នកជំវិញឬក៏អ្នកដែលពាក់ព័ន្ធហ្នឹងគឺគាត់ស្រឡាញ់ចូលចិត្តអាហ្នឹងគឺផ្លូវ
បងប្អូនសម័យមើលពីវីដេអូដំបូងដែលប្រែคล้ายដង្កូវទៅជាមេអំបៅវាមិនមែនជារឿងដែលងាយស្រួលពេកដែរទេមែនទេអញ្ចឹងកន្លែងនេះគឺខ្ញុំអាចចែករំលែកជាមួយបងប្អូនថានៅពេលដែលយើងមានកត្តាជំរុញលើកទឹកចិត្តមុតស្រួចមមពីខាងក្នុងអញ្ចឹងគឺក្តីសម័យហើយនឹងក្តីស្រឡាញ់របស់យើងចំពោះគ្រួសារចំពោះខ្លួនឯងអញ្ចឹងធ្វើឲ្យខ្ញុំមានឆន្ទៈតស៊ូអត់ធ្មត់នៅក្នុងដំណើរមកភ្នំពេញប្រឹងធ្វើការផងរៀនផងដើម្បីអភិវឌ្ឍខ្លួនឯងទៅរកចំណេះដឹងកាន់តែខ្ពស់ប៉ិនភ្លាមមកដំបូងធ្វើការប្រើកម្លាំងដូចតែគ្នាទេប៉ិនខ្ញុំអត់ចប់រកចំណូលត្រឹមតែប្រើកម្លាំងពលកម្មខ្ញុំអត់ចប់តែប៉ុណ្្នឹងទេអញ្ចឹងកន្លែងនេះដែលខ្ញុំចង់ជម្រាបជូនបងប្អូនថាបើសិនជាយើងដេករងចាំជំនួយពីខាងក្រៅខ្លួនហើយនឹងអង្គុយសែតនៅអង្គុយប៉ុស្តិ៍រឿងសែតដាក់ Facebook ខ្ញុំជឿថាប្រហែលជាខ្ញុំមិនអាចប្រែคล้ายជីវិតរបស់ខ្ញុំមកដល់ជីវិតដែលខ្ញុំកំពុងតែស្ថិតនៅក្នុងពេលបច្ចុប្បន្ននេះទេសួរថាបទពិសោធន៍កន្លងមកមានអ្នកបំបាក់ទឹកចិត្តទេមានអ្នកដែលគេនិយាយពេបជ្រាយអត់មានហេតុអីបានពាក្យទាំងអស់នោះមិនជះឥទ្ធិពលខ្លាំងដល់ខ្ញុំពីព្រោះខ្ញុំយល់ថានោះគឺជាអ្វីដែលអ្នកដទៃគិតមកលើខ្ញុំហើយយោងទៅលើចំណេះដឹងព័ត៌មាននិងកម្រិតរបស់គេហើយអាចចិត្តទូមនោះរបស់គេទូស័កមោហៈនៅក្នុងខ្លួនរបស់គេដែលជាប្រភពដែលធ្វើឲ្យការសម្រេចចិត្តនឹង error មកលើខ្ញុំអញ្ចឹងខ្ញុំយល់ឃើញអញ្ចឹងគេអាចគិតត្រូវចំពោះខ្ញុំហើយគេក៏អាចគិតខុសចំពោះខ្ញុំដែរអញ្ចឹងរឿងអីដែលខ្ញុំត្រូវទទួលមនោពេកអាហ្នឹងឯងដែលយើងមានការជំរុញលើកទឹកចិត្តពីខាងក្នុងដោយយើងមានក្តីសម័យចំពោះអនាគតរបស់យើងមានជំនឿទៅលើផ្លូវសុចរិតខ្ញុំមិនបៀតបៀនអ្នកដទៃដើម្បីសម្រេចគោលដៅរបស់ខ្ញុំទេបងប្អូនឃើញទេអាហ្នឹងក៏ខ្ញុំមិនមែនមានអីឯងពេកដែរបាទសំទោសអាហ្នឹងក៏មិនមែនអ្វីដែលខ្ញុំមាននៅក្នុងខ្លួនរបស់ខ្ញុំតែមួយពេលមកដែរប៉ុន្តែដំណើរជីវិតវាបានបង្រៀនយើងជាច្រើនបាទហើយក្នុងគណៈពេលហ្នឹងក៏មានមនុស្សដែលគេស្រឡាញ់យើងគេគោរពយើងគេឲ្យតម្លៃយើងក៏គេសរសើរយើងច្រើនដែរអញ្ចឹងបងប្អូនជាបទពិសោធន៍យើងរស់នៅប្រហែលជាបងប្អូនអាចមាន2ចំណុចនឹងដូចគ្នាមនុស្សខ្លះអត់ដែលជួបយើងពីមុនមកទេប៉ុន្តែនៅពេលដែលជួបយើងគាត់ហាក់ដូចជាមាននិស្ស័យជាមួយគ្នាមែនទេអញ្ចឹងគាត់ញញឹមគាត់គោរពគាត់ជំរាបសួរអីចឹងទៅប៉ុន្តែមនុស្សខ្លះយើងក៏មិនដែលជួបគាត់ពីមុនគាត់ក៏មិនដែលជួបយើងពីមុនប៉ុន្តែនៅពេលដែលជួបគ្នាក៏មិនជាត្រូវគ្នាដែរមែនទេបងប្អូនអានេះវាគឺជារឿងធម្មតាអញ្ចឹងកន្លែងនេះជាបទពិសោធន៍ខ្ញុំគិតថាបើយើងមិនមានភាពរឹងមាំពីខាងក្នុងមកទេណាគឺយើងអាចងាយក្នុងការទទួលរងការប៉ះទង្គិចពីខាងក្រៅណាមែនអត់បងប្អូនពេលដែលគ្រឹះយើងរឹងមាំណាអាគារយើងគឺគង់វង្សយូរអង្វែងតែបើគ្រឹះយើងមិនរឹងមាំពេលខ្លះសឹងតែអំបែកខ្យល់តែធ្ងន់បន្តិចក៏ដួលដែរអញ្ចឹងជីវិតយើងដូចគ្នាបាទអញ្ចឹងនៅក្នុងចំណុចនេះបងប្អូនអាចមានសំណួរមួយថាចុះលោកគ្រូឥឡូវធ្វើម៉េចដើម្បីឲ្យខ្ញុំមានកត្តាជំរុញលើកទឹកចិត្តពីខាងក្នុងហ្នឹងឲ្យរឹងមាំដោយខ្លួនឯងមានវិធីរៀនបងប្អូនប៉ុន្តែឥឡូវនៅក្នុងវីដេអូទី2នេះយើងកុំអាលទៅលឿនពេកយើងយល់អាហ្នឹងសិនបាទយើងយល់អាហ្នឹងសិនបាទមួយទៀតនៅពេលដែលយើងរស់នៅជាគ្រួសារបងប្អូននៅក្នុងគ្រួសារពេលខ្លះយើងសប្បាយជាមួយគ្នាគ្រួសារប្តីប្រពន្ធគាត់ចេះលើកទឹកចិត្តគ្នាទៅវិញទៅមកមែនទេមែនអត់បងប្អូនពេលខ្លះស្វាមីគាត់ប្រឹងធ្វើការដោយសារតែភរិយាគាត់
ឲ្យតម្លៃគាត់គោរពគាត់ឲ្យតម្លៃគាត់ទទួលស្គាល់អញ្ចឹងស្វាមីនោះគាត់ប្រឹងទៅគាត់ទទួលបាននៃការឲ្យតម្លៃទទួលបាននៃការលើកទឹកចិត្តពីភរិយាទៅគឺគាត់រត់តែប្រឹងទៅភរិយាដូចគ្នានៅពេលដែលគាត់ខំប្រឹងប្រែងទៅទទួលបាននៃការពោលពាក្យសរសើរទទួលបាននៃការគោរពទទួលបាននៃការឲ្យតម្លៃភរិយានឹងក៏ប្រឹងដែរមែនទេបងប្អូនជាក់ស្ដែងគ្រួសារបងប្អូនយើងខ្លះអញ្ចឹងមែនទេប៉ុន្តែផ្ទុយមកវិញសកម្មភាពល្អដែលយើងធ្លាប់តែប្រឹងប្រែងពីមុននោះឥឡូវរសាយទៅកាត់បន្ថយទៅដោយសារទង្វើដែលយើងប្រឹងមិនទទួលបាននៃការគោរពនៃការឲ្យតម្លៃវាបែកអាចអញ្ចឹងឯងបងប្អូនក្នុងខណៈពេលហ្នឹងបងប្អូនឆ្លោះមើលខ្លួនយើងតើកត្តាជំរុញលើកទឹកចិត្តធ្វើរឿងដែលត្រឹមត្រូវរបស់យើងភាគច្រើនវាចេញពីខាងក្នុងឬក៏ចាំកត្តាជំរុញលើកទឹកចិត្តពីខាងក្រៅបានយើងធ្វើរឿងដែលត្រឹមត្រូវប្តីប្រពន្ធខ្លះគាត់ប្រហែលជាអាចធ្លាក់នៅក្នុងស្ថានភាពថាចាំប្តីទៅសើសិនចាំគាត់ធ្វើឬក៏ចាំប្រពន្ធឲ្យតម្លៃសិនចាំគាត់ប្រឹងអាចអញ្ចឹងឯងបងប្អូនហើយគាត់គិតថាប្រឹងធ្វើអីមកប្រឹងទៅគេមើលមិនឃើញដដែលប្រឹងធ្វើអីប្រឹងធ្វើល្អធ្វើអីមកធ្វើទៅគេមើលមិនឃើញដដែលប្រឹងធ្វើល្អទៅអីមកប្រឹងធ្វើល្អទៅគេមិនឲ្យតម្លៃដដែលអញ្ចឹងដោយសារតែហេតុផលគេអត់ឲ្យតម្លៃអញ្ចឹងមានន័យថាបងប្អូនឈប់ធ្វើរឿងដែលល្អត្រឹមត្រូវមែនទេសួរមួយសិនយល់ខុសជាដើមចមនៃសេចក្តីទុក្ខក្នុងជីវិតហត់ចិត្តណាស់អាហ្នឹងហើយកន្លែងហ្នឹងមិនមែនគេធ្វើឲ្យយើងហត់ទេគឺយើងដាក់ទម្ងន់ឲ្យខ្លួនឯងធ្ងន់សំទោសបងប្អូនណាគេលួយខ្ញុំនិយាយទៅវាចំពេកកន្លែងហ្នឹងតែខ្ញុំសង្ឃឹមថាមិនចំពេកទេបាទអញ្ចឹងអាហ្នឹងជាចំណុចមួយដែលយើងពិនិត្យមើលថាហើយប្តីប្រពន្ធខ្លះរស់នៅជាមួយគ្នារំពឹងថាខំ sweet ប៉ុណ្ណឹងដែរមិនដែលឮប្តីរសើរមួយម៉ាត់ឬក៏ប្រពន្ធរសើរមួយម៉ាត់ឬក៏ខំ sweet ប៉ុណ្ណឹងដែរមិនដែលឃើញថតមកប៉ុស្តិ៍ Facebook អង្គគេផងហើយខ្ញុំបើកវងចកកន្លែងហ្នឹងតិចបងប្អូនប្រយ័ត្នយើងទៀមទាផ្សេងគ្នាបាទខ្ញុំបើកវងចកកន្លែងហ្នឹងតិចគ្រួសារខ្លះអត់តាំងពាក្យផ្អែមល្ហែមអត់តាំងពាក្យ sweet ហើយក៏អត់មានរូប sweet ដែរអញ្ចឹងច្បាស់ថាអត់មានអីប៉ុស្តិ៍ហ្មងនៅលើ Facebook អត់មានទេហេតុអីពួកគ្រួសារហ្នឹងអត់ទាំងរូបអត់ទាំងពាក្យអត់ទាំងសំឡេងបាទហ្នឹងប្រហែលជាមិនមែនគ្រួសារបងប្អូនទេខ្ញុំជឿអញ្ចឹងបាទពួកបងប្អូនទាំងអស់គ្នាអាចទៅផុតហ្នឹងណាបាទប៉ុន្តែគ្រួសារទី2បាទគ្រួសារទី2អាចស្វាមីឬក៏ប្តីនិយាយពាក្យខ្លីចុះប្តីឬក៏ប្រពន្ធគាត់ធ្វើសកម្មភាពគាត់មានរូបភាពប្រឹងប្រែងដើម្បីសុភមង្គលដើម្បីជីវភាពគ្រួសារហ្នឹងច្រើនណាស់អញ្ចឹងគឺគាត់ដឹងតែពីប្រឹងធ្វើសកម្មភាពទេប៉ុន្តែគាត់ខ្វះពាក្យពេចន៍ដើម្បីនិយាយឲ្យ sweet ដាក់គ្នាគ្រួសារទី2អញ្ចឹងបាទហើយគ្រួសារហ្នឹងពេលខ្លះអាចជាប្តីឬក៏ប្រពន្ធអង្គុយអន់ចិត្តខ្លះដែរគាត់ថាតាំងពីការហើយមិនដែលឮប្តីនិយាយពាក្យ sweet ដាក់ប្រពន្ធហើយប្តីគាត់អាចអង្គុយថាប្រពន្ធខ្ញុំដូចអត់ចេះនិយាយពាក្យ sweet អីដោយគ្រួសារគេសោះបាទអាចអញ្ចឹងឯងបងប្អូនបាទអានឹងគ្រួសារទី2ដល់ពេលគ្រួសារទី3សបោពាក្យ sweet ប៉ុន្តែអត់សូវមានសកម្មភាពធ្វើការសកម្មភាពរលុយរកាក់អីចិញ្ចឹមគ្រួសារទេសបោពាក្យបាទសបោពាក្យហើយគឺអត់
อดเมียนสกรรมเพียบอดเมียนรูปทอดสปีดไอ้เด้บ่าจังชมสังเกตมาเว้นท่าครูซาตีมวยอดแต่งสำเร็จสวีทอดแต่งรูปครูซาตีปีสบู่รูปแต่อดเซอร์เมียนสำเร็จบ่าอดเซอร์เมียนสำเร็จอดเซอร์เมียนเปียบ่าครูซาตีใบสบู่สำเร็จก็ปันแต่อดเซอร์เมียนรูปบ่าให้ครูซาตีบุญเกมียนแต่งรูปเกมียนแต่งเปียจังบองปนฉลองไปจางมือคลุนยังtớiตายังโจลมวยหนาปันชมฉบับถ้าบองปนแมนตีมวยเตจังไงบ่าจังกะไหลนี่ยังบัดวงกระจอกมาไว้ให้จังตลอดมันในขนมครัวซายังวิ่งบ่าครัวซาคลาดเด็กชมบานสายเชียวปีก่อนจีครัวซากลมรูให้ก็จีนิมิตแต่รูปมวยได้เพื่อยังอาจจะเพื่อจีเมรินเพื่อจีกลุ่มรู้สำหรับยังอาจจะเรียบจำคลุนยังต่างใดบุคคลได้ก่อนเมียนกาจุ่มรุ่งลึกตักจัดตรึขนมนิ่มจีบได้จีบปนเมียนในท่าสมาร์ทได้จุ่มโฮจัดกาตัวตัวคอตรึอันนั้นคือกอดเมียนปิงเล่งมองให้กอดปรังไพร์กอดเฟือเรื่องได้ตรำตรึเรื่องได้หล่อแมนกอดเฟือดำใบคลุนกอดเตกอดเฟือดำใบมนุษย์จิตติสลายบกอดกอดเฟือดำใบครมครูซาบกอดให้อาจเลือกปีนั่งคือกอดเฟือดำใบสัจญิตบกอดมนุษย์ได้ในจุ่มเป็นคลุนกอดได้บางคนเคยเนี่ยจังกะไหลนี่คือชมจังจุ่มเรียบใจดมเล็กจีบอลไปเศร้าแต่บอกกอดหากอดเฟือเรื่องได้ตรำตรึโดยเจียกาได้กอดเมียนโกดาวในกระไดสลังสุภาพแมงกุลจำนองเตะตองหลอกอดเฟือเรื่องนั่งได้กอดแมนชีวิตกอดอัดประชมในเรื่องละมาได้ปันได้กอดในแต่เฟือเรื่องนั่งต่อได้โดยซากอดโจลถ้าเรื่องนั่งเจอเรื่องตรำตรึได้กอดตรึเฟือตัวใบเจเนี่ยต่อไตมือเคยหรือมันมือเคยก็กอดเนื้อแต่เฟือเรื่องได้ตรำตรึได้กอดตรึเฟือได้ตอนนั้นบางคนไหลเนี่ยชมเลิกกูดีหอครูซาคลักชมแต่เลี้ยงยิมซูก่อนถ้าบอกไม่บันมันจุอะไรไม่บันมันแต่พักสระไม่บันมันแต่ดาวเลี้ยงอาวาสายเจ้ามาเสียดก็ถ้าแมนกอดอัลลัตเพียบให้แมนกอดขมิ้นสมัติเพียบเตะปนท้ายกอดมันเฟือเรื่องนั้นโดยซาแต่กอดโจท่าเรื่องนั้นจะเรื่องได้เวียมันตรำตรึสำหรับกอดเถิดเฟือบ่าอันนั้นจีบอลปีศาจระบายซีซองโดยขี้เนี่ยจังอันนี้มีได้ท่าวิจิกตาจุ่มรุ่งลึกตักจัดเจงมาปีพนอดกับนึดได้เกิดท่าอันนั้นจะเรื่องตรำตรึได้ตรึเฟือให้บุคคลแบบหนึ่งจีตูเต้กอดมันตรำแต่เฟือสำหรับครูนายเด้พนอดกับนึดบอกอดกับเกริยาบอกอดเอริยาบอดบอกอดก็ยังเอาเนี่ยเดินในจุ่มไปนั่งเคยอย่างนั้นก็เก๋เมียนกาตัวในผลลือนั่นก็เก๋เฟือต่อในบ้านใดให้ไปคลาก็เฟือเรื่องได้ตรำบันต่อเฟือเรื่องได้ตรำตรึนั้นตัวใบเจเนี่ยเดินไปมันเฟือตามกอดกระดอยหาได้พวกน้องเวเรื่องบอลเนี่ยเดินไปแต่ยังงูตักยังดอกไอ้อันนั้นวิหล่ออันนั้นไม่คลุนยังเฮืองเนี่ยเดินไปคืออัดงูตักอันนั้นสอยเนี่ยเดินไปแต่บางคนเคยเนี่ยจังกะไหลนี่ในเมียนเรื่องจิตรานเตียดปันขนมวิดีโอนี่ฉันก่อนจะจ้องไอ้บางคนเชียบกระตาจุ่มรุ่งลึกตักจัดปีขังขนมให้นั่งกระตาจุ่มรุ่งลึกตักจัดปีขังกลายให้มนุษย์ยื่งมาเนี่ยรอเมนไตแต่เมียนกาจุ่มรุ่งลึกตักจัดโดยซากระตาตั้งปีหนึ่งนี่ฉันมันตอนในยัยแต่เราเรื่องมุกดมในฐานะตัวเนตีบนสะลอยกะเฉดาวเนี่ยคลากอดปรังเฟือกาดำใบอย่างนั้นจังให้บอกบนโอ้หรือกูให้สบายเดียดแม่เนี่ยจังอันนั้นก็เชื่อกระตาจุ่มรุ่งลึกตักจัดได้มนุษย์เฟือหายเฟือเตียดในเป้ได้สกรรมแบบเพียบระบอกลุ้นตัวบานในโรงพยาบาล
លើកទឹកចិត្តអាចជាកត្តា finance អាហ្នឹងគេហៅ financial motivation កត្តាជំរុញលើកទឹកចិត្តពីខាងក្រៅជាហិរញ្ញវត្ថុជាលុយជាឡានជាវេលាជាអីចឹងទៅអាហ្នឹងក៏ជាកត្តាជំរុញលើកទឹកចិត្តឲ្យមនុស្សធ្វើអ្វីមួយយ៉ាងដែរតោះនេះបងប្អូនឡើយហ្នឹងហើយបញ្ជាក់ឡើងវិញមនុស្សយើងម្នាក់មានការជំរុញលើកទឹកចិត្តដោយសារកត្តាពីរយ៉ាងហ្នឹងមួយណាខ្ញុំមិនដឹងទេទាំងពីរនឹងស្មើគ្នាក៏មិនដឹងហើយអាខាងក្នុងធំជាងអាខាងក្រៅធំជាងខ្ញុំមិនដឹងទេអាហ្នឹងតើសួរខ្លួនឯងមិនដឹងតោះណាបងប្អូនឡើយនេះអញ្ចឹងមនុស្សមួយទៀតគាត់ធ្វើសកម្មភាពហ្នឹងមើលទៅអត់មានបានជាលុយជាកាក់អីទេមើលទៅអត់មានបានវិឡាទេមើលទៅអត់មានបានឡានថ្មីទេប៉ុន្តែគាត់ធ្វើសកម្មភាពហ្នឹងម្ដងហើយម្ដងទៀតមួយថ្ងៃហើយមួយថ្ងៃទៀតមួយខែហើយមួយខែទៀតគឺគាត់ធ្វើរឿងហ្នឹងដោយសារក្នុងផ្នត់គំនិតគាត់យល់ថារឿងហ្នឹងជារឿងត្រឹមត្រូវដែលត្រូវធ្វើដូចជាលោកគ្រូអ្នកគ្រូដែលគាត់ខំបង្រៀនសិស្សពេលខ្លះសកម្មភាពម៉ោងគាត់អត់បានជាលុយច្រើនទេប៉ុន្តែហេតុអីបានជាគាត់ប្រឹងគាត់អត់ធ្មត់គាត់ធ្វើហើយធ្វើដោយភាពរីករាយទៀតដោយសារគាត់យល់ថាសកម្មភាពដែលគាត់ធ្វើកំពុងតែអភិវឌ្ឍអ្នកដឹកនាំជំនាន់ក្រោយបណ្ដុះទំពាំងដែលត្រូវស្នងឫស្សីបងប្អូនឃើញទេអាហ្នឹងគឺជាបេសកកម្មដែលផុសចេញពីបេះដូងដែលគាត់ចង់ឃើញអនាគតកូនសិស្សគាត់ខ្លាយទៅជាឯកឧត្តមខ្លាយជាលោកជំទាវខ្លាយជាវិជ្ជបណ្ឌិតខ្លាយជាប៉ូលីសខ្លាយជាទាហានដែលមានឋានៈបុណ្យស័ក្តិខ្ពង់ខ្ពស់ឲ្យជាដើមអានោះក៏ជាលទ្ធផលនៃក្តីសម័យដែលគាត់ចង់បានដែរតែផលនោះមិនមែនជារបស់គាត់ផលនោះគឺជាប្រយោជន៍របស់សង្គមបងប្អូនសម័យមើលបើមានលោកគ្រូអ្នកគ្រូអញ្ចឹងហើយជួយកូនយើងហើយគាត់អត់មានលុយដូចយើងហើយយើងថាគាត់បរាជ័យអត់គិតណាបងប្អូនអានោះផ្នត់គំនិតបាទតែខ្ញុំនិយាយហ្នឹងមិនមែនចង់និយាយថាលោកគ្រូនឹងជាខ្ញុំទេតែលោកគ្រូអ្នកគ្រូជាទូទៅហើយបងប្អូនសម័យមើលសកម្មភាពជាច្រើនខ្ញុំអាចយកសកម្មភាពនេះមកធ្វើសកម្មភាពផ្សេងទៀតដែលខ្ញុំអាចរកលុយបានច្រើនជាងនេះប៉ុន្តែមិនបានខ្ញុំធ្វើអ្វីដែលខ្ញុំកំពុងធ្វើនេះហើយមើលទៅអត់ឃើញបានលុយអីជាច្រើនផងណាប៉ុន្តែអាហ្នឹងគឺខ្ញុំប្រកបរបរចិញ្ចឹមជីវិតតាមសមាអាជីវៈខ្ញុំបានកម្រៃតិចតួចទៅតាមកម្លាំងសទ្ធារបស់ខ្ញុំការខិតខំប្រឹងប្រែងរបស់ខ្ញុំប៉ុន្តែផលដែលខ្ញុំទទួលបានមិនមែនត្រឹមតែជាលុយទេមិនត្រឹមតែលុយតិចតួចដែលជាកត្តារង្វាស់ថាសកម្មភាពមួយហ្នឹងជាសកម្មភាពអន់ដោយសារបានលុយតិចតួចទេអាចលុយតិចប៉ុន្តែអាក្រៅពីលុយវាច្រើនអញ្ចឹងអាហ្នឹងវាជាផ្នែកនៃការជំរុញលើកទឹកចិត្តពីខាងក្នុងហើយសកម្មភាពអស់នេះណាបងប្អូនអត់អាចមេរោគពីខាងក្រៅជះចូលមកកើតទេអត់អាចទេដោយសារប្រព័ន្ធការពារកត្តាជំរុញលើកទឹកចិត្តខាងក្នុងរបស់យើងនឹងគឺរឹងមាំបាទហើយនៅច្រើនទៀតអញ្ចឹងខ្ញុំគិតថាបើមើលមកជ្រុងទៀតបាទកត្តាជំរុញលើកទឹកចិត្តខាងក្រៅដែលខ្ញុំលើកឡើងមិញនេះសរុបជូនបងប្អូនដោយពាក្យខ្លីថាកត្តាជំរុញលើកទឹកចិត្តខាងក្រៅអាចជាឋានៈតួនាទីបុណ្យស័ក្តិណាសម្ភារៈនិយមខាងក្រៅណាអ្នកខ្លះធ្វើដើម្បីទាំងអស់ហ្នឹងឬក៏ការចាប់អារម្មណ៍ពីកត្តាពីខាងក្រៅអាហ្នឹងអត់ខុសទេវាក៏ជាកត្តាជំរុញលើកទឹកចិត្តដែរតែវាជាកត្តាជំរុញលើកទឹកចិត្តពីខាងក្រៅហើយបើបុគ្គលណាធ្វើសកម្មភាពដោយសារតែកត្តាជំរុញលើកទឹកចិត្តពីខាងក្រៅនេះតាមមួយមុខនៅពេលដែលលែងមានកត្តាជំរុញលើកទឹកចិត្តពីខាងក្រៅបុគ្គលនឹងលែងធ្វើសកម្មភាពមកទោះបីជាខ្លួនដឹងថារឿងហ្នឹងជារឿងត្រឹមត្រូវដែលត្រូវធ្វើបន្តទៀតក៏ដោយគឺលែងធ្វើហេតុអីព្រោះលែងមានលុយលែងធ្វើហេតុអីព្រោះលែងមានរង្វាន់បងប្អូនអំពើល្អដែលយើងធ្វើត្រឹមត្រូវជាច្រើនទៀតនៅក្នុងជីវិតអត់មានត្រូវការរង្វាន់ពីខាងក្រៅទេជាពិសេសសេចក្តីល្អរបស់យើងការធ្វើសេចក្តីល្អរបស់យើងអត់មានត្រូវការសញ្ញាបត្រទេហើយអត់មានត្រូវការលុយទេគឺត្រូវការផ្នត់គំនិតដែលត្រូវអាហ្នឹងដែលយើងចង់បាន
hay luôn dương răng mom để sao phật cầm nứt này cua xa dương răng mom có để sao phật cầm nứt này song cung dương răng mom có để sao phật cầm nứt này bị phốp lục răng mom có để sao phật cầm nứt này bản năng năng mình nghi mình được thưa bản đấy tại chấm chưa thà bóng vốn thưa bản chấm video tí bấy chấm time các bạn chấm xây tiền chấm video tí pí chun bóng vốn thầm bản năng qua ca chấm rồi lực tập chặt bị kháng nóng nâng ca chấm rồi lực tập chặt bị kháng cái bởi dương miên tà kháng cái về lên miên cái lên vừa tại bởi dương miên tà kháng nóng dương ai nâng chụp ốp sạc là đây mình ở tề mà lôi viên sầm khăn tại pe khác mình men đầm bay từ lôi bàn dương phơi tề lôi viên mình sầm khăn pe tề bàn tay pe khác ọt lôi của dương ọt lôi chả sang lán từ cô đảo để dương trong bàn đài chẳng mùi ná khang chiếng tây chiếng dùng từ lưỡi sát hàn phiệp chẹt sayในក្នុងជីវិតរបស់យើងហើយបើសិនជាបងប្អូនត្រូវការទាំងពីរឬក៏ត្រូវការតែខាងក្នុងត្រូវការខាងក្រៅខ្ញុំបញ្ជាក់ជូនហើយបុគ្គលម្នាក់មានការជំរុញលើកទឹកចិត្តដោយសារកត្តាពីរយ៉ាងគឺដោយសារកត្តាខាងក្នុងនិងកត្តាខាងក្រៅខ្ញុំអត់និយាយកត្តាខាងក្នុងឬកត្តាខាងក្រៅទេខាងក្នុងនិងខាងក្រៅហើយបើខាងក្នុងធំជាងខាងក្រៅទូចជាងនិរន្តរភាពគឺទៅឆ្ងាយជាងតែប៉ុណ្្នឹងទេខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាស្ដាប់វីដេអូទី2នេះហើយអាចត្រេះរិះពិចារណាសម្រាប់ជីវិតយើងគ្រួសារយើងអង្គភាពយើងនិងសង្គមរបស់យើងពិភពលោករបស់យើងសូមអរគុណសូមជម្រាបលា